សួស្តីបងប្អូនទាំងអស់គ្នាបាទហ្នឹងហើយថ្ងៃនេះមកចែករំលែកមួយចំណេះដឹងតិចតួចពាក់ព័ន្ធជាមួយនឹងពទ្រាដែលមានទំហំផ្លែធំធំអញ្ចឹងណាបងប្អូនបាទអញ្ចឹងទំហំវាផ្លែធំធំមែនតើបាទប៉ិនធំជាងកដៃទៀតបងប្អូនបាទហ្នឹងហើយអញ្ចឹងអ្វីដែលចង់ចែករំលែកថ្ងៃនេះគឺពាក់ព័ន្ធជាមួយនឹងរឿងមេឃដែលវាផ្លែអញ្ចឹងណាបងប្អូនបាទអញ្ចឹងមេឃបែបនេះមានន័យថាមេឃត្រង់ឡើងលើហើយវាមានផ្លែអញ្ចឹងណាបាទអញ្ចឹងបើសិនជាពទ្រាធម្មតាវាអត់អីទេប៉ុន្តែបត្រាមានទំហំផ្លែធំអញ្ចេះពេលដែលវាមានផ្លែធំទៅវាធ្ងន់ទៅវានឹងធ្ងន់អញ្ចេះវានឹងបាក់អញ្ចឹងណាបាទហ្នឹងហើយអញ្ចឹងសម្រាប់ដូចជាមេឃមួយនេះជាដើមបាទមេឃមួយនេះបើសិនជាយើងមិនមានជាទល់វាឬក៏មានខ្សែចងវាទេវានឹងបាក់បាទវានឹងបាក់ 100% គឺបាក់គឺមេឃមួយនេះក៏បាក់ដែរនេះមេឃទូចមួយនេះបាទពេលផ្លែនេះធំឡើងមកទាញអញ្ចេះមកដឹងតែបាក់ 100% បាទហ្នឹងហើយព្រោះអីខ្ញុំមានបទពិសោធន៍ច្រើនមេឃហើយយើងស្រឡាញ់មេឃវាយើងអាចបានចាប់អារម្មណ៍ជាមួយកន្លែងហ្នឹងហើយវាធ្វើឲ្យមេឃហ្នឹងបាក់ច្រើនបើថាបើរៀងកោងចេះរៀងវាតម្រង់កោងអាចកោងបានចេះអត់អីទេប៉ុន្តែបើតម្រង់ដែលវាឈរញ៉េបងប្អូនបាទវាឈរឡើងលើញ៉េ 100% គឺបាក់ហ្នឹងហើយបាក់ហ្មងបាទក្នុងដើមមួយនេះក៏មានបាក់ច្រើនដែរហើយនេះក៏ដែរបាទហ្នឹងហើយអានេះក៏អាចបាក់ដែរហើយជាពិសេសគឺមានតម្រង់មេឃបែបនេះបងប្អូនបាទនេះមេឃត្រង់ឡើងលើអញ្ចេះហើយមានផ្លែច្រើនអញ្ចេះបាទអានេះខ្ញុំបេះអស់ប្រហែលផ្លែហើយបាទប៉ុន្តែនៅសល់3ផ្លែទៀតអញ្ចឹងអនាគតវានឹងបាក់ដូចគ្នាបាទហ្នឹងហើយពេលដែលមានផ្លែធំគឺបាក់បើសិនជាផ្លែនេះទុកតែមួយអីអាចជាអត់អីទេប៉ុន្តែភាគច្រើនបើសិនជា3ញ៉េអាចនឹងបាក់អញ្ចឹងភាគរយបាក់ច្រើនបាទហ្នឹងហើយដូចអញ្ចេះអីប៉ុន្តែដោយសារយើងមានកន្លែងទប់កន្លែងទល់អញ្ចឹងវាអត់អីទេបាទហើយតម្រង់ផ្លែបែបនេះតាមពិតអានេះផ្លែឡើង3បាទយើងបេះអស់2ហើយមកមេឃនេះបាទ3 4ណាបាទឥឡូវវាមានតម្រង់ទម្លាក់មកអញ្ចេះវាអត់អីទេហើយយើងបានចងនៅលើនេះបាទហ្នឹងហើយអញ្ចឹងបញ្ហាបាក់ហ្នឹងយើងមេឃបែបនេះដូចគ្នាបងប្អូនបាទពេលដែលធំមកវានឹងបាក់ហ្នឹងហើយអញ្ចឹងយើងទៅមើលដើមផ្សេងទៀតដើមនៅតូចទេបងប្អូនប៉ុនផ្លែវាអានេះយើងបេះទៅអស់មួយសាហើយយើងមានចាប់ផ្ដើមធំឡើងថ្មីអញ្ចឹងណាបាទនេះចង់ប្រាប់បងប្អូនថានេះមេឃបែបនេះមេឃត្រង់ឡើងលើអញ្ចេះបាទវានឹងបាក់បងប្អូនបាទវានឹងបាក់បើសិនអានេះបើយើងអត់ចងវានឹងបាក់ដូចគ្នាទម្ងន់វាបើសិនជារៀងធំអស់បាទជាខ្ទង់7 8អី1គីឡូអញ្ចឹងមេឃឧសូរមេឃប៉ុណ្ណេះអីមក2 4 6 8 9អញ្ចឹងប៉ុណ្ណេះហើយបូកអានេះ2ទៀត10អញ្ចឹងមិនតិចជាង1គីឡូបើសិនជាមេឃទូចមួយប៉ុណ្ណឹងបើសិនជាយើងមិនចងវាទេមិនទល់វាទេបាទច្បាស់ហើយវានឹងបាក់ហើយជាទូទៅបើសិនជាមានសំយ៉ុងបែបនេះវាមិនសូវជាមានបញ្ហាហ្មងទេប៉ុន្តែបើសិនជាមេឃត្រង់បែបនេះបាទមេឃត្រង់បែបនេះបាទច្បាស់ហើយគឺនឹងបាក់ពេលដែលធំមកបាក់ស្ដាយមិនដោយបងប្អូនបាទដោយសារអីផ្លែវាអាចនឹងហូបបានហើយបាទចិត្តនឹងហូបបានហើយប៉ុន្តែវាបាក់អញ្ចឹងណាបាទហ្នឹងហើយតាមពិតទៅពទ្រានេះគឺយើងត្រូវការចិត្តផ្ចង់វាបន្តិចបងប្អូនបាទបើមិនចឹងទេគឺយើងស្ដាយបាទយើងត្រូវទៅចងវាបងប្អូនត្រូវទៅចងត្រូវទៅទល់តាមពិតអានេះគឺត្រូវធ្វើត្រើងពេលដែលមានដើមធំជាងនេះបងប្អូនបាទត្រូវតែមានត្រើងហើយមានខ្សែលួសចងសម្រាប់កន្លែងណាដែលត្រូវផ្លែច្រើនយើងត្រូវតែចងប្រយុទ្ធវាបើមិនចឹងទេគឺបាក់ពេលដែលបាក់ស្ដាយបងប្អូនបាទហ្នឹងហើយហ្នឹងហើយនេះជាចំណេះដឹងតិចតួចបើសិនជាបងប្អូនដែលមានចំការអញ្ចឹងណាបាទយើងស្វែងយល់ខ្លួនឯងកន្លែងហ្នឹងពេលខ្លះយើងអត់ចាប់អារម្មណ៍ពេលដែលពេលឃើញបាក់មកឃើញស្វិតផ្លែមកប៉ុនក៏ដៃស្វិតទៅកើតអីមិនអញ្ចឹងទៅមើលតងបាក់បាត់ហ្នឹងហើយស្វិតទៅខូចបាត់អត់ទាន់ទុំអញ្ចឹងណាបាទ